ឥឡូវនេះសូមធ្វើការបង្ហាញឥឡូវនេះសូមធ្វើការបង្ហាញអំពីរបៀបនៅក្នុងការ post នៅរូបភាពមួយដែលជា status របស់យើងដើម្បីអាចឲ្យមានមិត្តភ័ក្តិឃើញហើយទោះជាមិនមែន friend របស់យើងក៏ឃើញដែរបាទឥឡូវនេះខ្ញុំសូមធ្វើការចូលទៅក្នុងកន្លែង post status បាទនេះវាមានពីរលក្ខខណ្ឌនៅក្នុងចំណុចនេះគឺចំពោះ Facebook របស់លោកអ្នកដែលបាន activate ជាមួយនឹងលេខទូរស័ព្ទរបស់លោកអ្នកហើយនឹង Facebook ដែលមិនទាន់បាន activate ខ្ញុំបង្ហាញអំពីភាពខុសគ្នាខ្ញុំសូម click ទៅលើកន្លែងពាក្យថា post status នេះបន្ទាប់មកអ្នកនឹងឃើញនៅក្នុងចំណុចនេះគឺមានពាក្យថា public ខ្ញុំសូម click ទៅលើពាក្យថា public នេះបាទដូច្នេះនៅក្នុងពាក្យ public នេះរបស់ខ្ញុំគឺមានពាក្យថា public everyone's on or off Facebook ចំណុចនេះមានន័យថានៅពេលដែលយើងលូតចេញសញ្ញាបែបនេះមានន័យថា Facebook របស់យើងនឹងគឺបាន activate រួចហើយបាទហើយនៅពេលដែលយើងផុសទៅគឺវាជា public អ្នកណាក៏អាចមើលឃើញដែរទោះជាមិនមែនជាមិត្តភ័ក្តិឬក៏ជាមិត្តភ័ក្តិក៏ដោយហើយនៅក្នុងខណៈនេះនៅក្នុងខណៈដែលយើងផុសបើសិនជាយើងយក select យក option មួយនេះមានន័យថា friend your friend on Facebook មានន័យថាគឺមានអាចឲ្យមិត្តភ័ក្តិរូបភាពដែលយើងបានផុសនេះគឺអាចឲ្យមិត្តភ័ក្តិដែលជា friend របស់យើងនៅក្នុង Facebook ហ្នឹងអាចមើលឃើញបើសិនជា friend របស់យើងមាន 4000 នាក់គឺ 4000 នាក់ហ្នឹងឃើញចំណែកលក្ខខណ្ឌមួយនេះវិញបាទមានន័យថា friend accept មានន័យថារូបភាពរបស់យើងដែលយើងបានផុសនេះតើ friend មួយណាដែលយើងមិនចង់ឲ្យឃើញបាទមានន័យថាយើងលើកលែងមិនឲ្យ friend មួយហ្នឹងមើលឃើញនៅរូបដែលយើងបានផុសមានន័យថាយើងអត់ចង់ឲ្យមិត្តភ័ក្តិរបស់យើងម្នាក់ហ្នឹងឃើញរាល់ការយើងផុសនៅវីដេអូរបស់យើងទេដោយយើងមិនចាំបាច់ទៅ block គេឬក៏ unfriend ឲ្យគេចោលបាទនេះគឺវាលោតចេញ friend មកឧទាហរណ៍ថា friend មួយណាដែលខ្ញុំមិនចង់ឲ្យឃើញគឺខ្ញុំ tick យក friend មួយហ្នឹងទៅបាទឧទាហរណ៍ខ្ញុំ tick មួយបាទនេះសុំទោសដោយសារវាដើរយឺតបន្តិចបាទនេះនៅពេលដែលយើងបាន select ទៅគឺវាលោតចេញផ្ទាំងបែបនេះបាទលោតចេញចំណុចក្រហមបែបនេះមានន័យថា friend 3នាក់នេះគឺជា friend មួយដែលខ្ញុំមិនអោយឃើញការផុសរបស់ខ្ញុំទេអញ្ចឹងមានន័យថានៅពេលដែលខ្ញុំផុសនៅវីដេអូមួយឬក៏រូបភាពមួយនៅលើ status របស់ខ្ញុំ3នាក់នេះមើលអត់ឃើញទេអញ្ចឹងឧទាហរណ៍ថា friend របស់ខ្ញុំ 4000 នាក់គឺដក3ចេញបាទគឺ3នាក់ហ្នឹងមើលមិនឃើញក្រៅពីហ្នឹងគឺមើលឃើញទាំងអស់អូខេអញ្ចឹងខ្ញុំសូមត្រឡប់ទៅវិញលក្ខខណ្ឌមួយទៀតគឺ specific friend នេះគឺមានន័យថាវានឹងលោតមកលក្ខណៈដូចគ្នាគឺនៅពេលដែលខ្ញុំបានផុសរូបភាពឬក៏វីដេអូគឺមានន័យថាខ្ញុំត្រូវការជ្រើសរើសយក friend ណាដែលជាពិសេស select ឲ្យគេឃើញតែឧទាហរណ៍ថាខ្ញុំត្រូវការ friend របស់ខ្ញុំ5នាក់ខ្ញុំផុសលើ statusគឺខ្ញុំ select យក5នាក់ដែលជាពិសេសហ្នឹងគឺគាត់5នាក់ហ្នឹងអាចមើលឃើញបាទមានន័យថាបញ្ជាក់ពីមិត្តភ័ក្តិ specific friend ហ្នឹងបាទឥឡូវនេះដោយសារវាកំពុងដំណើរការតើយើងជ្រើសរើសយក specific friend ហ្នឹងមានលក្ខណៈបែបណាខ្ញុំសូមធ្វើការ select យក friend នេះបាទ1 2 3បាទនេះ
បាទគឺវាមានលក្ខណៈបែបហ្នឹងគឺខ្ញុំ select មកគឺវា load មានន័យថាវីដេអូឬក៏ photo ដែលខ្ញុំបានផុសគឺវានឹង load ឲ្យ3នាក់ហ្នឹងដែលអាចមើលឃើញមានន័យថាបញ្ជាក់ថាមិត្តភ័ក្តិនេះគឺខ្ញុំត្រូវឲ្យមើលឃើញបាទនេះគឺជាការឧទាហរណ៍ខ្ញុំសូម cancel ខ្ញុំបញ្ជាក់ទៅលើ option មួយទៀតតើតើជាមួយនឹង option only me នេះគឺមានទូនាទីសម្រាប់ថានៅពេលដែលខ្ញុំផុសវីដេអូឬក៏រូបភាពមួយនេះគឺខ្ញុំម្នាក់ឯងគឺជាអ្នកមើលឃើញចំណែក friend របស់ខ្ញុំ 4000 នាក់នោះគឺមិនបានឃើញអំពី photo ឬក៏វីដេអូដែលខ្ញុំបានផុសនោះទេតើតើជាមួយនឹង account Facebook ដែលយើងបានលេងយូរហើយយើង activate ជាមួយនឹងលេខទូរស័ព្ទរបស់យើងវាមាន option ប៉ុណ្ណឹងដែលជាផ្លូវការហើយនឹងអាចមាន option ជាច្រើនផ្សេងទៀតបាទដែលជា alert ជា message បាទឥឡូវនេះខ្ញុំសូមធ្វើការបង្ហាញបន្តទៀតអំពីទូរស័ព្ទដែលមិនបាន activate បាទឥឡូវនេះខ្ញុំសូមធ្វើការបង្ហាញអំពី account Facebook មួយផ្សេងទៀតដែលមិនទាន់បាន activate បាទខ្ញុំសូមបើកឥឡូវនេះខ្ញុំសូមចុចទៅលើពាក្យ status បាទនេះនៅពេលដែលខ្ញុំផុសបាទឧទាហរណ៍ថាខ្ញុំចង់ធ្វើការផុសនៅវីដេអូឬក៏ photo នេះបាទវាមាន option មួយនៅខាងលើនេះគឺឲ្យខ្ញុំជ្រើសរើស5 option ហ្នឹងបាទគឺមាន5 option គឺមាន friend of friend មានន័យថាចំណុចទី1នេះគឺយើងផុសរូបវីដេអូមួយរូបឬក៏វីដេអូមួយនៅពេលដែលយើងផុសរូបភាពឬវីដេអូមួយគឺមានន័យថាមិត្តភ័ក្តិរបស់យើងអាចមើលឃើញហើយមិត្តភ័ក្តិដែលជាមិត្តភ័ក្តិរបស់យើងនឹងក៏គាត់អាចមើលឃើញដែរតើតើជាមួយនឹងចំណុចបន្ទាប់ទៀតគឺ friend មានន័យថាបើយើង select យក option មួយនេះគឺ friend របស់យើងគឺអាចមើលឃើញតែ friend ដែលជា friend បន្តមួយទៀតគឺមើលមិនទាន់ឃើញទេចំណែក option 2នេះគឺ friend exception គឺដូចជាសកម្មភាពដែលខ្ញុំបានបង្ហាញពីបាញ់មិញហ្នឹងគឺជាមិត្តភ័ក្តិដែលយើងលើកលែងមិនឲ្យឃើញនៅ object ដែលយើងបានធ្វើការបង្ហោះនោះទេចំណែកឯ option specific friend នេះគឺជាចំណុចដែលខ្ញុំបានបញ្យល់ខាងលើខាងមុននោះដែរគឺយើងបញ្ជាក់ថា friend មួយណាដែលតម្រូវឲ្យយើងដែលយើងចង់ឲ្យឃើញ only me គឺឃើញតែខ្លួនឯងបាទនេះគឺជាចំណេះដឹងមួយទាក់ទងជាមួយនឹងការបង្ហោះនៅរូបភាពនៅក្នុង Facebook ដើម្បីអាចឲ្យគេឃើញហើយគេអាច add friend មកយើង